ตามีนเอาไว้กัดลังเนเปนิខ្ញុំបានផ្ញើអ្នកឲ្យច្រៀងវាជាកម្មករដែលត្រឡប់មកផ្ទះវិញតើអ្នកមកពីក្រុមហ៊ុន Themo កុំធ្វើវាខ្ញុំបានឲ្យមេធាវីដោះស្រាយរួចហើយកុំបារម្ភពាក់ព័ន្ធទាំងអស់ខ្ញុំនឹងដកខ្ញុំនៅទីនេះនៅឆេងយីតើវាអាចទៅជាយ៉ាងណាគឺលោកខាងទេដែលមិនស្គាល់ខុសត្រូវនិយាយអញ្ចឹងចុះ Shen Kang វិញ Shen Kang លោកស្រីបាទជាការប្រសើរណាស់អ្នកកំពុងធ្វើវាដោយសារតែសភាពគិតរបស់អ្នកយ៉ាងណាមិញគាត់នៅក្មេងណាស់វិជ្ជាបណ្ឌិតអភូតហេតុតើអ្នកចង់ធ្វើអ្វីនៅលើផែនដីខ្ញុំនឹងសម្លាប់ Kang អ្នកនឹងមិនអនុញ្ញាតឲ្យវាទៅទេមែនទេប្រសិនបើអ្នកទទួលមរតកជំងឺពីម្ដាយរបស់អ្នកនឹងស្លាប់មិនយូរមិនឆាប់បើអ្នកមានសុខភាពល្អតាំងពីក្មេងដូច្នេះអ្នកចំណែននឹងសុខភាពរបស់គាត់ហើយអ្វីបានជាអ្នកឆ្លោះគ្នាអ្នកមិនសមនឹងខឹងម្ដាយខ្ញុំទេខ្ញុំមិនសមនឹងគាត់ដែលអាត្មានិយមខ្លាំងពេកហើយមានកូន2នាក់ទោះបីជាមានជំងឺសែនក៏ដោយម្នាក់ក្នុងចំណោមពួកគេបានស្លាប់និងម្នាក់ទៀតពិការឥឡូវគេធ្វើបាបកូនខ្ញុំហើយមកធ្វើបាបកូនខ្ញុំ Shen Kang ប្រសិនបើមានអ្វីកើតឡើងខ្ញុំនឹងផ្ដល់ឲ្យអ្នកទៅដំបូងឡើយស្ត្រីរូបនេះបានផ្ដួចផ្ដើមគំនិតទៅការដ្ឋានសំណងដើម្បីស្វែងរកខ្ញុំនៅថ្ងៃនេះដោយសារតែលោក Shen Kang ដូច្នេះគ្រោះថ្នាក់បានកើតឡើងគ្មាននរណាម្នាក់ចង់ឃើញ Shao Shin ស្បត់ថាគ្មាននរណាម្នាក់ក្នុងលោកនេះដែលមិនស្លាប់ជំងឺសែនដែលអាចឆ្លងក៏អាចបណ្ដាលឲ្យស្លាប់ដោយចៃដន្យឲ្យផងដែរគ្មាននរណាម្នាក់អាចរស់នៅបានយូរទេអ្នកនេះជាបញ្ហាគ្រួសាររបស់ខ្ញុំហើយវាមិនមែនជាវេនរបស់អ្នកក្នុងនាមជាអ្នកក្រៅដើម្បីលូកដៃទេគ្រួសារគាត់គឺខ្ញុំចំណែកអ្នកដែលល្មមចេញពីទីនេះវាមិនត្រឹមតែជាក្រុមហ៊ុនដែលខ្សែធននោះទេអ្នកកំពុងឆ្លោះជាមួយខ្ញុំមែនទេប្រសិនបើអ្នកស្លាប់ទ្រព្យសម្បត្តិក្នុងនាមរបស់អ្នកនឹងមិនត្រូវបានប្រគល់មកវិញទេអស់រឿងខ្ញុំនិងនាងខ្ញុំចាំអីទៀតហេតុអ្វីកញ្ញាលីនវាហាក់ដូចជាមិនដឹងថានាងមានជំងឺអ្វីទេវាជាជំងឺដ៏សាហាវជំងឺស្ថានីយ៍ត្រូវបានបិទហើយវានឹងត្រូវបានបញ្ជូនទៅកាន់កុមារយ៉ាងប្រាកដខ្ញុំប្រាប់អ្នកឲ្យបិទមាត់ប្រសិនបើអ្នកមានកូនជាមួយគាត់ចូលបង្កើតកូនមួយមេរៀននេះមួយដូចជាអំពើអាក្រក់របស់អ្នករាល់គ្នានឹងត្រូវបញ្ជូនបន្តទៅអ្នកជំនាន់ក្រោយគាត់បានស្លាប់យ៉ាងអាម៉ាស់បំផុតគាត់មិនបានប្រាប់អ្នកទេគាត់មានជំងឺវង្វេងការមិនគ្រប់គ្រងលាមកនឹងការបរាជ័យនៃសរីរាង្គគឺដូចជាខ្មោចឆៅអ្នកមិនដែលឃើញអ្នកណាឲ្យគាត់ឃើញម្ដាយនិងបងបរោះម្នាក់គាត់ស្លាប់ទេមើលអ្នកណាកំពុងព្រុសនៅក្នុងបន្ទប់ពេទ្យកូនស្រីខ្ញុំហើយទេតើអ្នកជានរណាតើខ្ញុំជានរណាShen និយាយជាកូនប្រសាររបស់ខ្ញុំហេតុអ្វីបានជាអ្នកហៅខ្ញុំថាកូនប្រសារកូនប្រសារលីននោះហើយជាវាខ្ញុំមិនបាននិយាយអាក្រក់អំពីពួកគេទេអ្វីដែលខ្ញុំនិយាយគឺជាការពិតលេងបានល្អអ្នកវីមនុស្សអ្នកវីខ្ញុំព្រោះអ្នកមានមាត់មិនល្អអ្នកគួរតែត្រូវគេវាយក្រុមបងប្អូនល្អជាងក្រុមក្មេងទំនើងហើយមានមនុស្សនឹងសន្តិសុខមិនថាខ្មោចហៅអីទេមនុស្សម្នាមកមើលរឿងកំ pl ែងរបស់អ្នកឯងអ្នកជាអ្នកនិយាយឡើងវិញអ្នកមើលទៅដូចជាមនុស្សរិះឆ្កែមិនសប្បុរសជាឪពុកមិនគោរពដូចចាស់ទុំចិត្តអាត្មានិយមនិងចិត្តអាក្រក់ខ្ញុំគិតថាអ្នកជាសម្រាមទាំងស្រុងអូវាពិតជាធ្វើឲ្យអ្នកត្រឹមត្រូវខ្ញុំជាឪពុកដ៏អាក្រក់ម្នាក់ខ្ញុំប្រាប់អ្នកថា Shen យាយនឹងត្រូវបានដឹកនាំដោយខ្ញុំចាប់ពីថ្ងៃនេះសូមឲ្យខ្ញុំដឹងថាអ្នកទាំងពីរកំពុងធ្វើបាបគាត់ហើយខ្ញុំនឹងមិនប្រកាន់អ្នកទាំងពីរឡើយទោះបីខ្ញុំប្រថុយជីវិតក៏ដោយនេះមិនអីទេអ្នកលោកលុននឹងឈួតហើយឆ្នាំនេះគាត់ក្មេងជាង1ឆ្នាំ100ហើយអ្នកមានផ្ទៃពោះទេវាអាស្រ័យលើអ្នកណាទទួលបានកិច្ចព្រមព្រៀងល្អជាងអ្នកឈួតមើលមិនថាមនុស្សប្រភេទណាដែលគាត់សេពគប់ជាមួយអ្នកស្រុកម្នាក់គឺល្អជាងអ្នកទាំងពីរមែនហើយបងប្រុសខ្ញុំមិនទាន់ចាក់ចេញទេមែនទេអញ្ចឹងខ្ញុំគិតអូបងប្រុសទំពោះដើម្បីបរិភោគហើយនេះមែនទេស្រឡាញ់វាអូជីតាម៉ាក់ហេតុអ្វីបានជាអ្នកនៅទីនេះសំណាងល្អដែលខ្ញុំមកទីនេះបើមិនដូច្នេះទេអ្នកទាំងពីរមិនដឹងថាអ្នកនឹងត្រូវគេសម្លុតប៉ុន្មានទេពីសត្វអម្តាក់ចាស់ពីរអ្នកនោះអូតើអ្នករបួសនៅណាសូមអញ្ជើញមកឲ្យខ្ញុំមើលវាពិតជារឿងតូចតាចសម្រាប់អ្នកឆែវីប៉ាម៉ាក់និងជីតារបស់អ្នកនៅទីនេះស្មោះត្រង់នឹងការពារល្អហេរឿងមិនល្អទាំងនោះដែលចាស់អម្តាក់ទាំងពីរនិយាយឥឡូវនេះគឺពិតទាំងអស់ប្រកាសជានឹងបង្កជាជំងឺ
ការធ្វើតេស្តជំងឺរបស់ Huntington តើរាប់ណាចំនួនខែស្ថិតនៅក្នុងជួរជាក់លាក់មួយការបរាជ័យនៃសរីរាង្គនិងការរិចរិលផុសមុខងារនឹងកើតឡើងតើវាអាចជាសះស្បើយឬមានថ្នាំដើម្បីគ្រប់គ្រងវាទេមិនទាន់សុំទោសយប់ជ្រៅកុំនិយាយថាអ្នកសោកស្ដាយអ្នកមិនបានសុំទោសអ្នកណាម្នាក់ឡើយ ស្បែកដៃខ្ញុំនឹងនៅតែស្លាប់មុនគេពីអ្នកនេះគឺជាអ្វីដែលមិនអាចផ្លាស់ប្ដូរបានទេបើខ្ញុំមិនបានសន្យារៀបការជាមួយអ្នកទេអ្នកនឹងមិនសោកសៅដូចអ្នកឥឡូវនេះទេវាធ្វើឲ្យខ្ញុំសោកសៅមនុស្សម្នាក់ទទួលយកច្រើនរឿងអំពីម្ដាយនិងបងប្រុសរបស់អ្នកវាច្បាស់ជាធ្វើឲ្យអ្នកមានគ្រោះថ្នាក់ជាច្រើនខ្ញុំគ្រាន់តែស្ដាយដែលមិនស្គាល់អ្នកពីមុន នោះហើយជាទាំងអស់ ខ្ញុំមិនប្រកាន់ទេខ្ញុំគ្រាន់តែអាណិតអ្នកប៉ុណ្ណោះមីងអ្នកនឹងយើងប្រយុទ្ធនឹងជំងឺជាមួយអ្នក វានឹងផ្ដល់អត្ថប្រយោជន៍ដល់រាងកាយរបស់អ្នកនិងបំបែកលោហៈរបស់អ្នក គេថាបើអ្នកមិនប្រឆាំងទេអ្នកនឹងយល់ពីសុភមង្គលអ្នកតែងតែត្រូវស្វែងរកនរណាម្នាក់ដើម្បីនិយាយជាមួយអ្នកនៅពេលអ្នកសប្បាយចិត្តឬសោកសៅវានឹងប្រសើរឡើងជានិច្ចសុភមង្គលនឹងទុកត្រូវយកចិត្តទុកដាក់ជានិច្ចការពិភាក្សាផ្ទាល់ខ្លួនបុគ្គលនោះនឹងនិយាយសួស្ដីទៅកាន់ឆាវហេជានិច្ចដឹងមកសុំទោសឲ្យកូនទៅរៀនជាមួយជីតា តើមានរឿងអ្វីមកបន្ទោសអ្នកទាំងពីរបានរៀបការរួចហើយហេមីងកូននេះពិបាកណាស់យើងត្រូវតែល្អសម្រាប់គាត់នាពេលអនាគតដោយគ្មាន រងចាំមួយផ្លែក បងស្រីក្មេកដឹងថាបងបរោះម្នាក់ខ្ញុំឈឺហេបងប្រុសរបស់ខ្ញុំបានសម្រេចនៅអ្វីគ្រប់យ៉ាងដែលគាត់ចង់ធ្វើនិងសម្រេចបានខ្ញុំតែងតែមានអារម្មណ៍ថាគាត់បាត់បង់ចំណងចង់រស់នៅអាសៀឋាន អ្នកបានបាត់បង់ឆន្ទៈក្នុងការរស់នៅ មុនពេលម្ដាយគាត់ទទួលមរណភាពគាត់បានដាក់គោលដៅមួយសម្រាប់គាត់ហើយប្រាប់គាត់ឲ្យខិតខំរៀនសូត្រវាថែមទាំងធ្វើឲ្យគាត់ចំណាយប្រាក់ជាង100លានដើម្បីចាប់ផ្ដើមក្រុមហ៊ុនផ្ទាល់ខ្លួនរបស់គាត់ហើយអនុញ្ញាតឲ្យគាត់ទទួលបានបទពិសោធន៍បន្ទាប់ពីគាត់ចាប់ផ្ដើមគ្រួសារនិងចាប់ផ្ដើមអាជីវកម្មបងប្រុសរបស់ខ្ញុំគឺជាសិស្សពូកែម្នាក់ហើយគាត់បានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនរបស់គាត់បន្ទាប់ពីបញ្ចប់ការសិក្សា លើសពីគោលដៅលក់របស់ពួកគេរួចហើយ ឥឡូវនេះគាត់មានអ្នកម្ដងទៀត គាត់បានបំពេញបំណងចុងក្រោយរបស់ម្ដាយគាត់ហើយម្ចាស់បានឈរនៅក្នុងហាងហើយ ម្ដាយរបស់គាត់បានកំណត់គោលដៅសម្រាប់គាត់ព្រោះខ្ញុំចង់ឲ្យគាត់រស់នៅបានល្អ គាត់បានធ្វើវាទាំងអស់ប្អូនថ្លៃស្រីបងប្រុសរបស់ខ្ញុំមិនចូលចិត្តខ្ញុំទេសូមថែរក្សាគាត់បន្ថែមទៀតនាពេលអនាគតបើបងត្រូវការអូនទៅថ្ងៃមុខអូនអាចទូរស័ព្ទមកបងពេលណាក៏បានអូនអាចឡើងភ្នំដេវឬសមុទ្រលឿងក៏បាន សូមអរគុណ មិនចាំបាច់អរគុណខ្ញុំទេខ្ញុំមិនបានធ្វើអ្វីសម្រាប់បងបរោះម្នាក់និងម្ដាយខ្ញុំទេ អង្គការបើអ្នកត្រូវការអ្វីហៅមកខ្ញុំគ្រប់ពេលបន្ទាប់មកខ្ញុំកំពុងចាក់ចេញ បើមិនដូច្នេះទេម៉ែមកទីនេះម្ដងទៀតហើយខ្ញុំនឹងគ្រប់គ្រងគាត់ដើម្បីកុំឲ្យគាត់យាយីអ្នកទៀត ទៅមុខអូ តើនេះអាចបន្តបានទេយើងត្រូវគិតពីវិធីមួយ ម៉ាក់ខ្ញុំនឹងទៅរកជីតារបស់ខ្ញុំនឹងធ្វើការជួបជុំគ្រួសារសម្រាប់ប្អូនស្ត្រីម្នាក់របស់ខ្ញុំបញ្ជូនទៅពិនិត្យនិងអនុវត្តផែនការ មានតែជោគជ័យប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតហើយការបរាជ័យមិនត្រូវបានអនុញ្ញាតទេថៅកែមិនទៅយកនាងលីនពីពេទ្យទេមិនទៅទុកកន្លែងឲ្យនាង